មានរឿង3ដែលមនុស្សភាគច្រើនយល់ខុសរឿងទី1មនុស្សគិតថាលុយនឹងធ្វើឲ្យសុខចិត្តជានិច្ចពិតប្រាកដគន្លឹះសុភមង្គលស្ថិតនៅក្នុងទំនាក់ទំនងល្អនិងសុខភាពផ្លូវចិត្តរឿងទី2មនុស្សប្រើតែ 10% ខួរក្បាលជាក់ស្ដែងយើងប្រើខួរក្បាលទាំងមូលតែតំបន់ខ្លះដំណើរការខ្លាំងជាងប៉ុណ្ណោះរឿងទី3មនុស្សសើចតែម្ដងព្រោះសប្បាយជាពិតសំណើចក៏អាចជាវិធីលាក់បាំងភាពតានតឹងនិងរកការទទួលស្គាល់ផងដែរបើអ្នកចូលចិត្តចំណេះដឹងបែបនេះសូមចុច Subscribe ដើម្បីមើលវីដេអូបន្ទាប់សួស្តីទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្ងៃនេះយើងនឹងនិយាយអំពី3រឿងដែលមនុស្សភាគច្រើនយល់ខុសតែយើងគ្រប់គ្នាចេះរៀងរាល់ថ្ងៃបើអ្នកយល់ត្រឹមត្រូវអាចផ្លាស់ប្ដូររបៀបគិតរបៀបរស់និងទេពកោសល្យជីវិតបានយ៉ាងខ្លាំងចូលចាប់ផ្ដើមពីចំណុចទី1ចំណុចទី1លុយនឹងធ្វើឲ្យសុខចិត្តជានិច្ចគេជឿថាបើខ្ញុំមានលុយច្រើនខ្ញុំនឹងសប្បាយចិត្តជានិច្ចតែការស្រាវជ្រាវចិត្តវិទ្យាច្រើនបង្ហាញថាលុយអាចធ្វើឲ្យយើងសុខចិត្តតែមានកម្រិតឧទាហរណ៍បើអ្នករស់នៅលើទឹកប្រាក់មិនគ្រប់ថ្ងៃបន្ថែមចំណូលវាមិនស្មើតម្លៃទេវាអាចបន្ថែមសុវត្ថិភាពការសុខដុមជីវិតហើយបង្កើនសុភមង្គលយ៉ាងច្បាស់ប៉ុន្តែបន្ទាប់ពីមានត្រឹមតែគ្រប់គ្រាន់សុភមង្គលមិនកើនដល់យ៉ាងច្រើនទៀតឡើយលុយផ្ដល់សុវត្ថិភាពលុយមិនធានាការជឿជាក់ចិត្តសុភមង្គលពឹងលើទំនាក់ទំនងអាកប្បកិរិយានិងសុខភាពកំណត់របស់ខ្លួនចំណាយលុយលើបទពិសោធន៍ផ្ដោតលើទំនាក់ទំនងនិងសុខភាពផ្លូវចិត្តចំណូលតិចតែសុខចិត្តល្អជាងចំណូលច្រើនតែតានតឹងចំណុចទី2មនុស្សប្រើតែ10ខួរក្បាលមិនដឹងអ្នកធ្លាប់ឬទេថាយើងប្រើតែ 10% ខួរក្បាលតែការពិតវាជាការយល់ខុសធំថ្ងៃតែមួយខួរក្បាលដំណើរការទាំងមូលដំបូងមានភារកិច្ចខ្លួនខណៈដែលខួរក្បាលខ្លះសកម្មពេលយើងគិតខ្លះសកម្មពេលដើរនិយាយស្ដាប់ខួរក្បាលដូចទីក្រុងមិនមែនផ្ទះទាំងអស់ភ្លឺពេលតែមួយតែស្ថាប័ននីមួយមិនឈប់ដំណើរការទេអ្នកមិនខ្សោយជាងគេទេត្រូវវឹកហាត់ខួរក្បាលអាចអភិវឌ្ឍបានកុំបាត់ទំនុកចិត្តលើខ្លួនឯងវិន័យនិងអប់រំសំខាន់ជាងគេរៀនជំនាញថ្មី10នាទីថ្ងៃចំណេះដឹងតូចរៀងរាល់ថ្ងៃកុំប្រៀបធៀបខ្លួនជាមួយអ្នកផ្សេងចំណុចទី3មនុស្សសើចតែពេលសប្បាយយើងគិតថាសំណើចសប្បាយតែពេលខ្លះសំណើចគ្រាន់តែជាមាសខាងក្រៅមនុស្សសើចពេលតានតឹងសើចដើម្បីរកការទទួលស្គាល់សើចដើម្បីជៀសវាងការជែកឆ្ងាយសើចពេលខ្មាស់ឬខ្លាចមើលក្រោយសំណើចសួរមិត្តអ្នកមែនទេស្ដាប់និងបង្ហាញការយល់ចិត្តកុំចោះពង្រឹងសុភមង្គលពិតស្ងប់សុខសន្តិភាពកំណាប់លុយមិនមែនសុភមង្គលទេលុយគឺជាគ្រឿងចងចាំមិនឃើញតែសកម្មភាពរបស់វាពីរបៀបយើងប្រើបង្កសុខឬបង្កទុក្ខវាចូលចិត្តជាមួយអ្នកប្រកបដោយសេចក្តីបំណងប៉ុន្តែវាខឹងចំពោះអ្នកដែលគ្មានការគិតល្អលុយអាចទាញយកចិត្តបំផ្លាញសុខភាពនិងទំនាក់ទំនងវាធ្វើឲ្យមានក្តីប្រាថ្នាដែលមិនអស់ប៉ុន្តែมันអាចទទួលបានភាពស្ងប់សុខខាងក្នុង
អ្នកមើលលុយដូចជាក្របមាសភ្លឺផ្ទៃមើលលុយក្នុងដៃមានការរំភើបតែមួយតែចិត្តមនុស្សស្លុតបាត់ក្រោយពេលចងក្រងគ្មានការរីករាយជាមួយអ្នកជិតខាងលុយអាចទិញអ្វីបានច្រើនគ្រឿងសង្ហារថយន្តផ្ទះស្អាតប៉ុន្តែវាមិនទិញបានមិត្តភាពស្មោះក្តីសុខចិត្តនិងសន្តិភាពមានមនុស្សជាច្រើនចាប់លុយដៃខូចទ្រង់ទ្រាយព្រោះពួកគេគិតថាលុយគឺជាសុភមង្គលពេលពួកគេស្ទើរតែមានអ្វីគ្រប់គ្រាន់ពួកគេនៅតែស្មោះតែតានតឹងខូចសុខភាពលុយអាចជួយឲ្យរស់នៅស្រួលប៉ុន្តែมันអាចផ្លាស់ប្ដូរទំនាក់ទំនងដែលបែកផ្គរនៅក្នុងចិត្តវាអាចផ្ដល់សុវត្ថិភាពប៉ុន្តែมันអាចផ្ដល់សុភមង្គលជាអចិន្ត្រៃយ៍លុយបង្កើតភាពចម្រុះអ្នកម្នាក់មានភាពសុខចិត្តម្នាក់មានភាពតានតឹងវាដូចនឹងភ្លើងយកអំពូលភ្លើងនឹងសម្អាតតែបើគ្មានការគ្រប់គ្រងវាអាចឆេះផ្ទះចិត្តបីហើយពេលយើងចំណាយលុយលើបទពិសោធន៍ដូចជាការធ្វើដំណើររៀនសូត្រជួបគ្រួសារមិត្តភ័ក្តិវាបង្កើនសុភមង្គលយ៉ាងច្បាស់ផ្ទុយទៅនឹងការចំណាយលើអ្វីដែលមិនសំខាន់ដែលធ្វើឲ្យខ្ជះខ្ជាយនិងបាត់បង់អារម្មណ៍ល្អលុយគឺជាឧបករណ៍មិនមែនគោលដៅវាដូចដែកអាចប្រើបានល្អឬអាចធ្វើឲ្យរបួសគោលបំណងសំខាន់គឺចិត្តមនុស្សទំនាក់ទំនងនិងសុខភាពផ្លូវចិត្តចូលយល់ថាលុយមិនអាចទទួលបានសុភមង្គលពិតមនុស្សស្វែងរកសុខភាពសេចក្តីស្ងប់ការស្រឡាញ់និងការយល់ចិត្តវានឹងចាំបាច់សម្រាប់ជីវិតប៉ុន្តែមិនមែនជាចុងក្រោយដូច្នេះ3រឿងសំខាន់សម្រាប់ថ្ងៃនេះ1លុយមិនធ្វើឲ្យសុខចិត្តជានិច្ច2យើងប្រើខួរក្បាលទាំងមូល10 3សំណើចមិនមានន័យថាសប្បាយរាល់ពេលទេបើយើងយល់ត្រឹមត្រូវអាចរស់នៅមានអារម្មណ៍ល្អសម្រេចគោលបំណងនិងសហការល្អជាមួយអ្នកដទៃសូមចុច Subscribe Like Share ដើម្បីទទួលបានវីដេអូថ្មីរៀងរាល់ថ្ងៃអរគុណច្រើន